គណៈសូមនមស្ការនិងចម្រើនពរក្នុងថ្ងៃនេះខ្ញុំគណៈអាត្មាមានចិត្តចង់ចែករំលែកមេរៀនមួយទាក់ទងនៅក្នុងវិជ្ជាករទេយើងនិយាយពី English 10ទាក់ទងនៅក្នុងហ្នឹងអញ្ចឹងមុននឹងខ្ញុំគណៈអាត្មាចែករំលែកក៏សូមធ្វើការខន្តីភ័យទោសដែរហើយក៏សូមបង្ហាញពី background តិចដែរយ៉ាខ្ញុំគណៈអាត្មាពនាមឡុងសុគាហើយជាអតីតនិស្សិតនៃពុទ្ធិកវិទ្យាល័យព្រះសីហនុរាជសាខាខេត្តបាត់ដំបងហើយស្រុកកំណើតនៅខេត្តតាកែវទេតែឥឡូវនេះគឺនៅក្រុងបាត់ដំបងហើយនៅក្នុងឱកាសនេះខ្ញុំគណៈគិតថាក៏ជាឱកាសសម្រាប់ជាការពង្រឹងនៅសមត្ថភាពរបស់ខ្លួនឯងហើយក៏ដូចជាឱកាសសម្រាប់បងប្អូនគ្រប់គ្នាគណៈគុណចាស់គ្រប់អង្គគឺយើងគ្រប់គ្នាដែលមានចិត្តស្រឡាញ់នៅក្នុងការសិក្សាភាសាអង់គ្លេសដែលទាក់ទងនៅក្នុងវិជ្ជាករហ្នឹងក៏ជាឱកាសមួយនៅក្នុងការសិក្សាបន្ថែមដែរហើយមែនតើទៅគេបានបង្រៀនច្រើនដែរទាក់ទងនៅក្នុងកន្លែងហ្នឹងក៏ប៉ុន្តែដោយខ្ញុំគណៈអាត្មាចាំពាក្យលោកគ្រូរបស់ខ្ញុំគណៈអាត្មាមួយថានៅពេលដែលយើងរៀនពេលខ្លះវាអាស្រ័យទៅលើគ្រូដែរអ្នកដែលចូលចិត្តគ្រូនេះទៅក៏ស្រឡាញ់គ្រូនេះទៅក៏សិក្សាជាមួយគាត់នឹងឆាប់ចេះហើយដល់ពេលដែលបើទោះបីជាគាត់មិនសូវចេះក៏យើងអាចចាប់បានអីចឹងទៅតែអ្នកខ្លះក៏គ្រូបកែក៏ប៉ុន្តែសិស្សក៏នៅអន់អីចឹងទៅអញ្ចឹងក៏ខ្ញុំគណៈថាយល់ឃើញចឹងហើយក៏ជាឱកាសមួយនៅក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនឯងហើយក៏ជាឱកាសមួយសម្រាប់បងប្អូនគ្រប់គ្នាគណៈគុណចាស់គ្រប់អង្គយើងគ្រប់គ្នាបានឱកាសនៅក្នុងការសិក្សាវិជ្ជាករភាសាអង់គ្លេសផងដែរអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរខ្ញុំគណៈអាត្មានៅក្នុងថ្ងៃនេះចែករំលែកជាភាសាខ្មែរទេមិនបាននិយាយជាភាសាអង់គ្លេសទេដោយសារតែវិជ្ជាករហើយណាមួយបើសិនជាយើងនិយាយភាសាអង់គ្លេសទៅសម្រាប់អ្នកដែលសិក្សាដំបូងក៏រៀងលំបាកស្មុគស្មាញពិបាកយល់ថាតើវាបែងចែកឬក៏កម្រិតនៅក្នុងកម្រិតណាទៅនៅក្នុងការប្រើប្រាស់វិជ្ជាករហ្នឹងអញ្ចឹងនៅក្នុងភាសាអង់គ្លេសនៅក្នុងថ្ងៃនេះខ្ញុំអាចចង់ចែករំលែកទៅនៅក្នុង English 10ដែលយើងនិយាយពីការនៅក្នុងភាសាអង់គ្លេសការនៅក្នុងភាសាអង់គ្លេសក៏មិនខុសគ្នាជាមួយនឹងការនៅក្នុងភាសាខ្មែរដែរទៅនៅក្នុងហ្នឹងគឺមានបច្ចុប្បន្នកាលអតីតកាលហើយនិងអនាគតកាលដូចតែគ្នាទៅនៅក្នុងហ្នឹងក៏ប៉ុន្តែគ្រាន់តែរបៀបនៅក្នុងការប្រើប្រាស់ភាសាអង់គ្លេសវាផ្សេងដោយសារថាវាមិនមែនជាភាសាកំណើតរបស់យើងអញ្ចឹងហើយយើងទាមទារឲ្យយើងសិក្សាស្វែងយល់ឲ្យច្រើនទៅនៅក្នុងហ្នឹងបើសិនថាជាភាសាកំណើតរបស់យើងមិនសូវជាស្មុគស្មាញមិនសូវជាលំបាកអីទេយើងតែអ្នកលំបាកក៏នៅតែលំបាកដែរតើតែសិក្សារៀនសូត្រឲ្យច្បាស់ឲ្យឆ្អិនឲ្យឆ្អៅទៅនៅក្នុងការប្រើប្រាស់វិជ្ជាករហ្នឹងទៅសរសេរទៅឬក៏រៀបរាប់នៅក្នុងអត្ថបទហ្នឹងទៅវាមាន clear មាន clone ហើយវាមានរណ្ដំមានអីអញ្ចឹងទៅវាអត់សូវមានខុសតែទៅនៅក្នុងដំណក់គ្នាអីចឹងតែទៅនៅក្នុងការប្រើប្រាស់ហ្នឹងចឹងត្រឡប់មកវិញយើងមកតែទៅនៅក្នុងភាសាអង់គ្លេសរបស់យើងវិញតែទៅនៅក្នុងហ្នឹងបើសិនជាយើងនិយាយតែពី 10 ណា 10នៅក្នុងភាសាអង់គ្លេសគឺយើងបែងចែកជាពីរទៀតតែទៅនៅក្នុងហ្នឹងយើងនិយាយពីការប្រើប្រាស់ជាមួយនឹង active ហើយនឹង passive តែទៅនៅក្នុងហ្នឹង active ហើយនឹង passive ចា៎ passive ក៏ប៉ុន្តែនៅក្នុងកន្លែងហ្នឹងខ្ញុំគណៈមិនទាន់បានជជែកទៅនៅក្នុងការប្រើប្រាស់ passive ទេយើងជជែកនៅក្នុងការប្រើប្រាស់នៅក្នុង active សិន active គឺជាទម្រង់ប្រយោគដែលប្រធានជាអ្នកដែលធ្វើនៅអំពើហើយកម្មបត្តិហ្នឹងក៏ជាអ្នកដែលទទួលរងនៅអំពើដែលប្រធានអ្នកធ្វើទៅលើវានៅក្នុងកន្លែងហ្នឹងហើយយើងមើលនិយមន័យបន្តិចដើម្បីអាចយល់ទៅនៅក្នុងអីទៅជាអីទៅជា 10 what is meant by a turn. A turn is a form of verb that is used to show time relation that any action happen, will happen, or happened. Yeah. យើងមានន័យថានៅពេលដែលយើងនិយាយពី turn គឺមានន័យថាជាទម្រង់នៅក្នុងការប្រើប្រាស់របស់កិរិយាសព្ទគឺថានៅពេលដែលយើងនិយាយពី turn គឺ
របៀបនៅក្នុងការប្រើប្រាស់កិរិយាសព្ទគឺជាការប្រាប់នៅពេលវេលាជាក់លាក់ឧទាហរណ៍ថាយើងធ្វើបានធ្វើនឹងធ្វើឃើញអត់គឺមានលក្ខណៈខុសគ្នាបែបហ្នឹងមិនថាធ្វើគឺយើងនិយាយពីបច្ចុប្បន្នកាលខ្ញុំធ្វើនេះខ្ញុំធ្វើនោះខ្ញុំធ្វើនេះខ្ញុំទៅនេះខ្ញុំទៅនោះអីចឹងទៅក៏ប៉ុន្តែដល់ពេលដែលយើងនិយាយទៅថាខ្ញុំបានធ្វើនេះខ្ញុំបានទៅនោះខ្ញុំបានធ្វើនោះឃើញអត់អញ្ចឹងមានន័យថាគឺប្រាប់អំពីអតីតកាលដល់ពេលដែលនិយាយពីខ្ញុំនឹងធ្វើនេះខ្ញុំនឹងទៅនោះគឺយើងនិយាយពីអនាគតកាលដែលបង្ហាញថាជារបៀបនៅក្នុងការប្រើប្រាស់ឬក៏ប្រាប់ពេលវេលាឲ្យបានច្បាស់លាស់គឺនិយាយចំទៅថានៅពេលដែលយើងប្រើប្រាស់កិរិយាសព្ទគឺបង្ហាញពីពេលវេលាហ្នឹងឯងទៅនៅក្នុងហ្នឹងអញ្ចឹងកិរិយាសព្ទរបស់វាគឺប្រាប់ពីពេលវេលាណាជាក់លាក់បច្ចុប្បន្នកាលអតីតកាលឬក៏អនាគតកាល that show time relation that any action មានថាដូចបានបញ្ជាក់ចឹងថាគឺបង្ហាញអំពីសកម្មភាពរបស់រឿងហ្នឹងថាតើរឿងហ្នឹងវាកើតនៅក្នុងពេលបច្ចុប្បន្នកាលអតីតកាលឬក៏អនាគតកាលនឹងកើតឡើងឬក៏បានកើតឡើងឃើញទេទៅនៅក្នុងហ្នឹងដូចបានបញ្ជាក់ពីខាងដើមចឹងអញ្ចឹងគឺយើងយល់ទេទៅនៅក្នុងកន្លែងហ្នឹងគឺយើងនិយាយពី thân គឺរបៀបនៅក្នុងការប្រើប្រាស់ឬក៏របៀបនៅក្នុងការប្រាប់ពីពេលវេលាហើយកន្លែងណាគឺប្រាប់ពីពេលវេលាគឺការប្រើប្រាស់កិរិយាសព្ទនៅក្នុងកាលនីមួយៗហ្នឹងទៅនៅក្នុងហ្នឹងអញ្ចឹងនៅពេលដែលគ្នាយើងតទៅមុខទៀតយើងនឹងជួបហើយទៅនៅក្នុងការប្រើប្រាស់កិរិយាសព្ទហ្នឹងថាតើយើងកំណត់ថាកិរិយាសព្ទកន្លែងនេះស្ថិតនៅក្នុងកិរិយាសព្ទកាលអីគេហើយកិរិយាសព្ទកន្លែងហ្នឹងគឺស្ថិតនៅក្នុងកាលអីគេដល់ពេលដែលយើងនឹងជួបទៅមុខទៀតយើងនឹងដឹងហើយទៅទៅពេលតហើយក៏មានបានបែងចែកដែរដូចបានបញ្ជាក់អញ្ចឹង there are three main tense in English the present tense the past tense the future tense គឺមាន3ហ្នឹងហើយនៅក្នុង3ហ្នឹងគឺគេបែងចែកចេញជា4ទៀតអញ្ចឹង3 4ដង12កាលឬក៏មិន12កាលទេគឺ3 4ដង12ទៀតទៅនៅក្នុងនេះវាកាលគឺចែកចេញតែ3ក៏ប៉ុន្តែគាត់ថានៅក្នុងកាលនីមួយៗនោះគឺយើងបែងចែករបៀបនៅក្នុងការប្រើប្រាស់នឹងមាន4ទៀតទៅនៅក្នុងនេះទី1គឺយើងនិយាយពី the present tense the simple present tense the present progressive tense the present perfect tense the present perfect progressive tense ឃើញយើងមាន4ហ្នឹងទៀតតទៅនៅក្នុងហ្នឹងហើយគ្នាយើងគុំច្រឡំតទៅនៅក្នុងការប្រើប្រាស់ progressive ចា progressive គឺយើងស្មើជាមួយនឹង present continuous ហ្នឹងឯងទៅនៅក្នុងហ្នឹងអញ្ចឹងភាគច្រើននៅពេលដែលយើងនិយាយការប្រើប្រាស់នៅក្នុងវេយ្យាករណ៍ភាសាអង់គ្លេសគឺភាគច្រើនគេក៏គេ say progressive ចឹងទៅហើយអ្នកខ្លះធម្មតាក៏យើង say continuous ចឹងទៅក៏ប៉ុន្តែมันខុសគ្នាគឺពីរនឹងដូចតែគ្នាទៅក្នុងការប្រើប្រាស់ present continuous ឬក៏ present progressive tense ចាដូចតែគ្នាហើយនៅក្នុង past tense ក៏ដូចគ្នាដែរមាន4ដូចគ្នាគឺ the past simple tense the past progressive tense the past perfect tense the past perfect progressive tense អញ្ចឹងបច្ចុប្បន្នកាលមាន4អតីតកាលមាន4ហើយ future នេះអនាគតកាលនេះក៏មាន4ដែរគឺ the future simple tense the future progressive tense the future perfect tense the future perfect progressive tense ដូចគ្នាអញ្ចឹងយើងនឹងរៀនទាំងអស់នឹង3 4ដង12អញ្ចឹងគ្នាយើងចាំតាមដានបន្តទៅមុខទៀតថាតើរបៀបនៅក្នុងការប្រើប្រាស់ចំណុចនីមួយកាលនីមួយនឹងវាមានលក្ខណៈខុសបែបគ្នាបែបម៉េចហើយយើងសម្គាល់ថាដូចម៉េចដែលយើងហៅថា thân ហ្នឹងទៅនៅក្នុងឯនោះតោះឥឡូវយើងតែនេះគ្រាន់តែជាការរៀបរាប់ដំបូងទេมันមានជាលក្ខណៈបែបស្មុគស្មាញมันមានលក្ខណៈបែបលំបាកអីទេជាលក្ខណៈបែបសាមញ្ញទេគ្រាន់តែយើងចាំទៅថាការនៅក្នុងភាសាអង់គ្លេសគឺយើងផ្ដោតសំខាន់ទៅលើការប្រើប្រាស់ទម្រង់កិរិយាសព្ទនៅពេលដែលយើងប្រាប់ពីទម្រង់កិរិយាសព្ទប្រាប់ពីកាលហ្នឹងឯងហើយកាលនៅក្នុងភាសាអង់គ្លេសមាន3
ធំហើយនៅក្នុងមួយនៅក្នុងការទាំង3ហ្នឹងគឺចែកចេញជា4ទៀតតោះឥឡូវយើងមកមើលតើតនៅក្នុងចំណុចទី1ធំយើងនិយាយពីចំណុចទី1ធំគឺ depression នឹងហើយក៏យើងចូលនៅក្នុងចំណុចទី1ដែរអញ្ចឹង the simple present tense គឺបច្ចុប្បន្នកាលធម្មតាអញ្ចឹងនៅពេលដែលយើងនិយាយពី simple គឺរបៀបនៅក្នុងការប្រើប្រាស់សាមញ្ញធម្មតា easy ងាយយល់ហើយមិនពិបាកស្មុគស្មាញទេនៅពេលដែលយើងនិយាយពី simple ដល់ពេលដែល present គឺយើងនិយាយពីបច្ចុប្បន្នកាលអញ្ចឹងមានថាគឺយើងនិយាយពីសកម្មភាពបច្ចុប្បន្នកាលដែលធម្មតាសាមញ្ញហើយងាយយល់ងាយស្ដាប់បានហើយយើងមើលឃើញជាទូទៅនៅក្នុងការប្រើប្រាស់បច្ចុប្បន្នកាលគឺយើងនិយាយរៀបរាប់ពីអ្វីដែលវាកើតឡើងនៅក្នុងពេលបច្ចុប្បន្នឧទាហរណ៍ថា I go គឺមានន័យថាខ្ញុំទៅ I go to school ខ្ញុំទៅសាលាអញ្ចឹងមានថានៅពេលដែលយើងនិយាយថា I go to school គឺបង្ហាញពីសកម្មភាពដែលយើងបានទៅសាលាហ្នឹងគឺបច្ចុប្បន្នកាលហ្នឹងមិនមែននិយាយពីអតីតកាលហើយក៏មិនមែននិយាយពីអនាគតកាលដែរតែនៅក្នុងការប្រើប្រាស់ពួកវាហើយជាចំណុចសំខាន់នៅក្នុងភាសាអង់គ្លេសនៅពេលដែលយើងយល់ពីរបៀបនៅក្នុងការប្រើប្រាស់ simple present tense គឺត្រូវតែចាំទម្រង់របស់វា form របស់វាអញ្ចឹងនេះយើងត្រូវចាំទម្រង់របស់វាអានេះទម្រង់ positive ទម្រង់ negative ហើយនិងទម្រង់ question ទៅនៅក្នុងនេះអញ្ចឹងយើងនិយាយពី subject ផ្លោះ verb កន្លែងនេះគឺយើងប្រើប្រាស់ verb 1ហើយ verb 1ហ្នឹងគឺវារត់ទៅតាមការប្រើប្រាស់ប្រធានរបស់វាអញ្ចឹងប្រធានរបស់វានឹងយើងបន្តទៅមួយទៀតខ្ញុំកណាត់អាត្មានឹងលំអិតរបៀបនៅក្នុងការបែងចែកប្រធានមាន8អីចឹងទៅហើយរបៀបនៅក្នុងការប្រើប្រាស់កិច្ចសព្ទទៀតតែកន្លែងនេះគ្រាន់តែបញ្ជាក់ទម្រង់សិនទេទៅនៅក្នុងហ្នឹងអញ្ចឹង subject verb 1ហើយ verb 1ហ្នឹងវាអាស្រ័យទៅលើប្រធានវារត់ថែម s ឬក៏ es ឬក៏ change y to ies ហើយផ្លាស់ជាមួយនឹង object នេះមិនបានយើងដាក់ក្នុងវងកញ្ចក់ដោយសារតែកិរិយាសព្ទខ្លះត្រូវការកម្មបត្តិហើយកិរិយាសព្ទខ្លះត្រូវការកម្មបត្តិដែរអញ្ចឹងនៅពេលដែលកិរិយាសព្ទមិនត្រូវការកម្មបត្តិគឺយើងអត់ដាក់ object ទេតែនៅពេលដែលកិរិយាសព្ទត្រូវការកម្មបត្តិគឺយើងត្រូវតែដាក់ object អញ្ចឹងបានលក្ខខណ្ឌថាវាមានផងវាអត់ផងអញ្ចឹងហើយបានយើងដាក់នៅក្នុងវងកញ្ចក់ហ្នឹងអានេះជាទម្រង់negative subject ហើយយើងផ្លាស់ do ឬក៏ does oh sorry I forgot we have not មួយទៀតយើងផ្លាស់ not ហើយផ្លាស់ verb 1អញ្ចឹងតើតើនៅក្នុងហ្នឹងឃើញអត់មានថាយើងប្រាប់ថា do ឬក៏ does ហើយ plus not plus verb 1 plus object plus verb 1ឡើយនេះមិនក៏អត់មានបន្ថែម s ឬក៏ es ឬក៏ change y to ies ដោយវាអាស្រ័យទៅលើការប្រើប្រាស់នៅខាងដើមនេះហើយ do ឬក៏ does ជាទម្រង់បដិសេធដែរហើយ do ឬក៏ does ហ្នឹងវាអាស្រ័យទៅលើប្រធានខាងដើមរបស់វាទៀតដែរអញ្ចឹងនៅពេលដែលយើងប្រើប្រាស់ប្រធាន I you we they គឺយើងប្រើប្រាស់ do not ចឹងទៅដល់ពេលដែលយើងប្រើប្រាស់ he she it នៅពេលហើយ does not អីចឹងទៅនៅក្នុងឯហ្នឹងអញ្ចឹងគឺរបៀបនៅក្នុងការប្រើប្រាស់ឡើយណាហើយទម្រង់ question do ឬក៏ does plus subject plus verb 1 plus object plus question mark នៅក្នុងសំណួរគឺត្រូវតែមាន question mark ហើយរបៀបនៅក្នុងការប្រើប្រាស់កន្លែងនេះក៏ដូចតែគ្នាដែរទៅនៅក្នុងឯហ្នឹងឥឡូវយើងគុំឲ្យរងចាំខ្ញុំណាត់ស្មាតនឹងជជែកលើនេះបន្តិចដោយសារតែយើងនិយាយពី subject នៅពេលដែលយើងនិយាយពីប្រធានរបស់វាគឺរបៀបនៅក្នុងការប្រើប្រាស់ subject pronoun ហ្នឹងគឺយើងប្រើប្រាស់ I you we they អញ្ចឹង I you we they នេះនៅពេលដែលយើងប្រើប្រាស់គឺកិរិយាសព្ទ verb 1ធម្មតាអាហ្នឹងនៅក្នុងទម្រង់ positive ដល់ពេលដែលយើងប្រើប្រាស់នៅក្នុងទម្រង់ negative យើងផ្លាស់ជាមួយនឹង not do ហើយផ្លាស់ជាមួយនឹង not do ផ្លាស់ជាមួយនឹង not ទៅហើយផ្លាស់ verb 1ធម្មតាទៅនៅក្នុងកន្លែងហ្នឹងអញ្ចឹង are you we they នេះគឺយើងប្រើប្រាស់ជាមួយនឹង do ហើយដល់ពេលដែលយើងប្រើប្រាស់
he eat eat 3នេះគឺយើងប្រើប្រាស់ជាមួយនឹង verb 1ដែរក៏ប៉ុន្តែ verb 1នេះគឺវារត់ទៅតាម s es ឬក៏ change y to ies អញ្ចឹងតើទៅនៅក្នុងកន្លែងហ្នឹងដល់ពេលដែលយើងប្រើប្រាស់ប្រយោគ negative គឺយើងត្រូវប្រើប្រាស់ does ហើយ plus not ហើយ plus verb 1ហ្នឹងដល់ពេលដែលទម្រង់ question គឺអានេះទាញមកដាក់ខាងដើមមក do I do you do we do they ហើយ plus ជាមួយនឹង verb 1ហើយដល់ពេលឡើយនេះ does he does she does it ហើយ plus ជាមួយនឹង verb 1ទៅតើទៅនៅក្នុងកន្លែងហ្នឹងអញ្ចឹងគឺយើងចង់ចាំទៅតើទៅនៅក្នុងការប្រើប្រាស់ជាមួយនឹងប្រធានsubject pronoun ហ្នឹងនៅពេលដែលយើងបដូរទៅជាមួយនឹងការប្រើប្រាស់កិរិយាសព្ទហ្នឹងឥឡូវយើងមើលទម្រង់ឧទាហរណ៍មកបន្តិចដើម្បីអាចគឺយើងយល់ពីកន្លែងនេះកាន់តែល្អដែរតើទៅនៅក្នុងនេះអញ្ចឹងឧទាហរណ៍ I play football ឃើញអត់ I ដល់ពេលដែលយើងប្រើប្រាស់កិរិយាសព្ទធម្មតា I play football ខ្ញុំលេងបាល់ទាត់ចាដល់ពេលដែលយើងប្រើប្រាស់ដោយសារតែប្រធានផងវាគឺ I ដល់ពេលមួយទៀត he plays football ឃើញអត់គាត់លេងបាល់ទាត់លេងដូចគ្នាក៏ប៉ុន្តែរបៀបនៅក្នុងការប្រើប្រាស់របស់វាគឺអាស្រ័យទៅលើប្រធាននៅពេលដែលប្រធាន I you we they នេះគឺកិរិយាសព្ទរបស់វាគឺកិរិយាសព្ទរូបវន្តអត់មានផ្លាស់ប្ដូរប្រែទេតែដល់ពេលដែលយើងប្រើប្រាស់ he she it នេះគឺកិរិយាសព្ទរូបវន្តដែរក៏ប៉ុន្តែគឺត្រូវតែបន្ថែម s es ឬក៏ change y to is អាហ្នឹងលក្ខខណ្ឌឡើយហ្នឹងចាំខ្ញុំកណានឹងបញ្យល់បន្តទៀតទៅនៅក្នុងថ្ងៃហ្នឹងតែឥឡូវនេះគ្រាន់តែប្រាប់របៀបនៅក្នុងការប្រើប្រាស់សិនឯងឃើញអត់ទៅនៅក្នុងថ្ងៃហ្នឹងគឺវាអាស្រ័យគឺរត់ទៅតាមប្រធានរបស់វាអញ្ចឹងមួយទៀត they don't want to drink ពួកគេមិនចង់ផឹកទេពួកគេមិនចង់ផឹកភេសជ្ជៈទេ they want to drink អញ្ចឹងពួកគេមិនចង់ផឹកភេសជ្ជៈទេអញ្ចឹងមួយទៀត she doesn't want to drink នាងមិនចង់ផឹកភេសជ្ជៈទេឃើញអត់អញ្ចឹងដល់ពេលដែលយើងប្រើប្រាស់ប្រធាននេះ they are you we they ដូចបានបញ្ជាក់អញ្ចឹង are you we they គឺប្រើប្រាស់ជាមួយនឹង do ហើយ plus not ឃើញអត់ do don't ដល់ពេលដែលយើងប្រើទម្រង់ខ្លីមកគឺ don't want to drink អញ្ចឹងដល់ពេលដែល he she it នេះ she plus ជាមួយនឹង does not អញ្ចឹង doesn't នៅពេលដែលយើងប្រើទម្រង់ខ្លី doesn't អញ្ចឹង she doesn't want to drink អញ្ចឹងនាងមិនចង់ផឹកភេសជ្ជៈទេមួយទៀត do you teach English grammar តើអ្នកបង្រៀនវេយ្យាករណ៍អង់គ្លេសយ៉ាអាហ្នឹងវាជាទម្រង់សំណួរតែនេះដោយសារតែយើងប្រើប្រាស់ជាមួយនឹង you អញ្ចឹងនៅពេលដែលយើងប្រើប្រាស់ជាមួយនឹង you គឺយើងត្រូវតែប្រើ do yes តែបើសិនឧទាហរណ៍ថាយើងចង់បដូរឡើងនឹងវិញយើងចង់ដាក់ does វិញអញ្ចឹងយើងឧទាហរណ៍ឡើងនេះ does ចេញមកហើយ he ហើយផ្លាប់ជាមួយនឹងមក does he teach English grammar ឃើញអត់គឺវារត់ទៅតាមប្រធានអញ្ចឹងនៅពេលដែលប្រធានវា he she it គឺយើងប្រើប្រាស់ជាមួយនឹង does ទម្រង់ question ទម្រង់បដិសេធក៏ does ដែរ does not អញ្ចឹងតែទម្រង់ positive អត់មានប្រើប្រាស់ does not អីទៀតទេទៅក្នុងហ្នឹងអានោះវារត់ទៅតាមប្រធានកិរិយាសព្ទរបស់វាសត្វកិរិយាសព្ទខ្លះទៅកាត់ថែម s កិរិយាសព្ទខ្លះទៅថែម es ហើយកិរិយាសព្ទខ្លះទៅ change y to es ទៅនៅក្នុងកន្លែងនេះអញ្ចឹងគ្នាយើងអាចចាប់បានទេកន្លែងនេះយើងមើលជាការឆ្លើយតបទៅនឹងទម្រង់ខាងលើសិនទេតើទៅនឹងមេរៀនលំអិតតើទៅនឹងលំអិតចំណុចផ្សេងទៀតខ្ញុំគ្រាន់តែនឹងចែករំលែកបន្តទៀតតែថ្ងៃនេះយើងសង្ខេបប៉ុណ្្នឹងសិនឲ្យគ្នាយើងយល់ពីរបៀបនៅក្នុងការប្រើប្រាស់ខ្លីសិនហើយក៏ជាការស្គាល់ដំបូងសិនដែរទៅនៅក្នុងហ្នឹងអញ្ចឹងយើងនិយាយពី thân អីទៅជា thân គឺរបៀបនៅក្នុងការប្រើប្រាស់ទម្រង់របស់កិរិយាសព្ទនេះយើងចាំប៉ុណ្្នឹងទៅបានហើយ thân នៅក្នុងភាសាអង់គ្លេសគឺយើងបែងចែកជា4បែងចែកជា3គឺ the present tense the past tense the future tense ហើយក្នុងការនីមួយៗគឺយើងបែងចែកជា4ទៀតគឺ the simple present tense the present progressive tense the present perfect tense អញ្ចឹង4 3 ដល់ 12
តែទៅនៅក្នុងហើយអញ្ចឹងខ្ញុំកណាត់មកថ្ងៃនេះចែករំលែកប៉ុណ្ណឹងហើយនឹងមេរៀនបន្តទៀតនឹងចែករំលែកបន្តទៀតអញ្ចឹងមុននឹងបញ្ចប់សូមខន្តីភ័យទោសផងបើគ្នាយើងមានកន្លែងណាជាចម្ងល់មានកន្លែងណាចង់សាកសួរជាបន្ថែមអាចឆាតឬក៏ comment នៅក្រោមវីដេអូនេះអាចសាកសួរជាបានខ្ញុំកណាត់មកនឹងចែករំលែកបន្តទៀតនៅពេលដែលឃើញសំណួរបងប្អូនគ្រប់គ្នាអញ្ចឹងប៉ុណ្ណឹងសម្រាប់ថ្ងៃនេះខ្ញុំកណាត់មកសូមនមស្ការលានិងចម្រើនពរលា